រឿងសុភ័ត្របរិពាជុព្រះសាសនាទ្រង់ផ្ទុំលើក្រែជាទីបរិនិព្វានក្នុងសាលវ័នរបស់មលក្សត្រទាំងឡាយចិត្តព្រះនគរកុសិនារាទ្រង់ប្រារព្ធបរិពាជុឈ្មោះសុភ័ត្យត្រាស់ព្រះធម្មទេសនានេះថាអាកាសេវៈបទាំងណដ្ឋិស្នាមជើងក្នុងអាកាសរមែងមិនមានដោយពិតជាដើមបានឮថាក្នុងអតីតកាលសុភ័ត្យបរិពាជុនោះកាលប្អូនប្រុសឲ្យទានថ្មងថ្មីជាទានដំបូងអស់វរៈ9ដងក្នុងសន្ទូងមួយរដូវមិនប្រាថ្នានឹងឲ្យរងចាំរហូតដល់ទីបំផុតនៃសន្ទូងទើបឲ្យព្រោះដូច្នោះទើបមិនបានគាល់ព្រះសាស្តាទាំងក្នុងបឋមពោធិកាលទាំងក្នុងមជ្ឈិមពោធិកាលប៉ុន្តែក្នុងបច្ឆិមពោធិកាលក្នុងវេលាបរិនិព្វានរបស់ព្រះសាស្តាគិតថាយើងធ្លាប់សួរបញ្ហាដែលឆ្ងល់របស់ខ្លួន3ប្រការនិងបរិពាជុចាស់មិនបានសួរនឹងព្រះសមណគោតមព្រោះសម្គាល់ថាជាមនុស្សក្មេងតែឥឡូវនេះជាកាលបរិនិព្វានរបស់ព្រះសមណគោតមនោះវបដិសារីក៏បីកើតដល់យើងក្នុងកាលជាខាងក្រោយព្រោះហេតុតែមិនបានសួរព្រះសមណគោតមហើយក៏ចូលទៅគាល់ព្រះសាស្តាក៏ប៉ុន្តែត្រូវព្រះអានន្ទហាមឃាត់ក្នុងគ្រានោះឯងក៏ព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គបានត្រាស់ថាអានន្ទអ្នកកុំហាមសុភ័ត្យឡើយសុភ័ត្យចូលសួរបញ្ហានឹងតថាគតចុះគេទូលសួរបញ្ហាទាំងនោះថាបបិទ្ធព្រះអង្គដ៏ចម្រើនឈ្មោះថាស្នាមជើងក្នុងអាកាសមានដែរឬទេសមណៈខាងក្រៅសាសនានេះមានដែរឬទេសង្ខារទាំងឡាយឈ្មោះថាទៀងមានដែរឬព្រះអង្គលំដាប់នោះព្រះសាស្តាកាលនឹងត្រាស់ប្រាប់ការមិនមានស្នាមជើងក្នុងអាកាសជាដើមទាំងនោះដល់សុភ័ត្យទើបទ្រង់សម្ដែងធម៌ដោយព្រះគាថាទាំងនេះថាអាកាសេវៈបទាំងណដ្ឋិសមណោណដ្ឋិពេហិរោបបញ្ចាភិរតាបជានឹបបញ្ចាតថាគតាអាកាសេវៈបទាំងណដ្ឋិសមណោណដ្ឋិពេហិរោសង្ខារាសសតាណដ្ឋិពុទ្ធាអ្នកមិញចេតាំងស្នាមជើងក្នុងអាកាសមិនមានសមណៈខាងក្រៅមិនមានពួកសត្វត្រេកអរហើយក្នុងធម៌ជាគ្រឿងយឺតយូរព្រះតថាគតទាំងឡាយមិនមានធម៌ជាគ្រឿងយឺតយូរឡើយស្នាមជើងក្នុងអាកាសមិនមានសមណៈខាងក្រៅមិនមានសង្ខារទាំងឡាយជារបស់ទៀងមិនមានព្រះពុទ្ធទាំងឡាយមិនមានកិលេសជាគ្រឿងញាប់ញ័រទេបណ្ដាបទទាំងនោះបទថាបទាំងស្នាមជើងសេចក្តីថាស្នាមជើងនៃសត្វណានាក៏ដោយដែលនឹងប្រាប់ថាមានពណ៌មានរូបរាងយ៉ាងនេះក្នុងអាកាសមិនមានបទថាពេហិរោក្រៅព្រះសាសនានេះសេចក្តីថាសមណៈដែលសម្រេចក្នុងមគ្គនិងផលខាងក្រៅសាសនារបស់តថាគតមិនមានបទថាបជាពពុសត្វសេចក្តីថាពពុសត្វពោលគឺសត្វលោកនេះត្រេកអរហើយក្នុងធម៌ជាគ្រឿងយឺតយូរមានតណ្ហាជាដើមតែម្យ៉ាងបទថានឹបបញ្ចាមិនមានធម៌ជាគ្រឿងយឺតយូរសេចក្តីថាឯព្រះតថាគតទាំងឡាយជាអ្នកឈ្មោះថាមិនមានធម៌ជាគ្រឿងយឺតយូរព្រោះព្រះអង្គទ្រង់លះបង់នៅធម៌ជាគ្រឿងយឺតយូរទាំងឡាយបានហើយត្រង់មណ្ឌលពោធិព្រឹក្ខឯនោះឯង
ខណ្ឌ5ឈ្មោះថាសង្ខារាសង្ខាក្នុងខណ្ឌទាំង5នោះខណ្ឌណាមួយឈ្មោះថាទៀងមិនមានបទថាអេងចេតាំងសេចក្តីញាប់ញ័រសេចក្តីថាជនទាំងឡាយក៏បីប្រកាន់ថាសង្ខារទាំងឡាយថាជារបស់ទៀងដោយអំណាចកិលេសជាគ្រឿងញាប់ញ័រគឺតណ្ហាមានអ្នកនឹងទិដ្ឋិឯណាព្រះពុទ្ធជាម្ចាស់ទាំងឡាយមិនមានកិលេសជាគ្រឿងញាប់ញ័រនោះឡើយក្នុងការចប់ព្រះធម្មទេសនាសុផតៈបរិពាជុនៅក្នុងអនាគាមិផលព្រះធម៌ទេសនាបានមានផលប្រយោជន៍សូម្បីដល់បរិស័ទដែលប្រជុំគ្នាក្នុងទីនោះឯងដូចនេះឯងចប់រឿងសុផតៈបរិពាជុ